ពូមិនយំរីសួរបងប្អូនដល់គ្នាខ្ញុំឈ្មោះខាត់ឈើដែលស្មៃនេះកុំអានសិភៅរឿងកូនសើជីវិតវគ្គ3សួរស្ដាប់ដូចតទៅមេរៀនទី30ចំណងជើងថាការពីក្មេងនឹងពេលធំឡើងការពីក្មេងក្តីសុខគឺជារឿងសាមញ្ញតែដល់ពេលធំឡើងទើបយល់ថាភាពសាមញ្ញគឺជាផ្នែកមួយនៃសេចក្តីសុខការពីក្មេងយំសុខក៏សើចដល់ពេលធំសោកសុខក៏យំវិញការពីក្មេងនិយាយច្រើនគេថាសម្ដេចដូចមនុស្សធំដល់ពេលធំគេថាកុំនិយាយច្រើនពេកដូចកូនក្មេងការពីក្មេងត្រូវគេធ្វើបាបខំទុកទឹកភ្នែកមកដល់ផ្ទះឃើញមុខម៉ាក់ប៉ាទៅយំដល់ពេលធំត្រូវគេធ្វើបាបយំមុនពេលមកដល់ផ្ទះឲ្យហើយមកដល់ផ្ទះជូតទឹកភ្នែកឲ្យស្អាតហើយដើរចូលផ្ទះដោយស្នាមញញឹមការពីក្មេងងាយទាស់គ្នាណាស់តែមិនប៉ុន្មានម៉ោងផងក៏ត្រូវគ្នាវិញលុះពេលធំឡើងមិនងាយទាស់គ្នាទេតែបើបានទាស់គ្នាម្ដងលែងនិយាយរកគ្នាតែម្ដងណាការពីក្មេងនិយាយរវៃដោយមិនចាំបាច់គិតតែដល់ពេលធំទើបយល់ថារឿងខ្លះគិតហើយមិនចាំបាច់និយាយចេញមកល្អជាងការពីក្មេងមានលុយទិញស្ករគ្រាប់មួយគ្រាប់ក៏មានសេចក្តីសុខដែរដល់ពេលធំឡើងមានលុយច្រើនអាចទិញរបស់គ្រប់យ៉ាងដែលយើងធ្លាប់ចង់បានកាលពីក្មេងប៉ុន្តែពេលខ្លះជីវិតបែបជារកក្តីសុខមិនឃើញទៅវិញកាលពីក្មេងសុខចិត្តប្រឡាក់ក្អាលឲ្យតែបានលេងតែឥឡូវសុខចិត្តអត់បានលេងព្រោះខ្លាចអាយប្រឡាក់កាលពីក្មេងមានមិត្តភក្តិតិចតែមិនដែរអត់សុខឡើយដល់ឥឡូវមិត្តភក្តិកាន់តែច្រើនកាន់តែឯកាកាលពីក្មេងអាវទាស់តែចង្អៀតពាក់ឡើងកើទៅជប់ពាក់តែឥឡូវអាវនៅពាក់បានច្រើនណាស់តែទុកចោលនៅក្នុងទូតើហើយអ្វីបានជារឿងគ្រប់យ៉ាងឥឡូវនេះខុសស្រឡះពីការនៅក្មេងវិញពាក្យមួយឃ្លាដែលខ្ញុំតែងតែនិយាយដដែលក្នុងចិត្តរហូតមកគឺការពីក្មេងខ្ញុំចង់ខ្លាចជាមនុស្សធំណាស់តែដល់ពេលធំទៅដឹងថាបើនៅជាក្មេងរហូតនោះមិនដឹងថាជាសប្បាយយ៉ាងណាទេតែមាននរណាខ្លះតែកំពុងតែគិតថាដូចខ្ញុំបែបនេះតាមពិតទៅសេចក្តីសុខគឺអាចរកបានដោយងាយដោយរឿងធម្មតាសាមញ្ញហើយរឿងទាំងនោះវាគឺជាសេចក្តីសុខពិតរបស់ជីវិតក្នុងខ្ញុំកាលពីក្មេងហើយឥឡូវនេះភាពសាមញ្ញក៏